កូនខ្ញុំចូលអាយុ7 8 ខែនេះប្លែកខ្លាំងណាស់បងបខាប់គ្រប់គ្រឿងលែងចង់ញ៉ាំបបរដែលគាត់ធ្លាប់ចូលចិត្តក៏លែងញ៉ាំប៉ុន្តែបើឲ្យជាបាយឆេគាត់ញ៉ាំអញ្ចឹងតើខ្ញុំគួរធ្វើម៉នួយបែបម៉េចឲ្យគាត់ដែរបងជាទូទៅដល់វ័យ7 8 ខែគឺអូនចាប់ផ្ដើមចង់បដូរទម្រង់អាហារក្នុងវ័យនេះគឺក្មេងខ្លះគាត់លែងញ៉ាំឲ្យបបរខាប់គ្រប់គ្រឿងតែមកញ៉ាំបបរដូចដែលក្បាលដើមវីដេអូខ្ញុំធ្វើអញ្ចឹងមានន័យថាសាច់និងបន្លែគឺនៅក្របល្អិតតូចតែឆ្អិនល្អហើយសម្រាប់ថ្ងៃនេះគឺខ្ញុំសូមណែនាំម៉នួយមួយដែលធ្លាប់ធ្វើឲ្យអូនញ៉ាំតាំងពីអូននៅតូចហើយឥឡូវនឹកឃើញដល់ល្ពៅយើងសបោទៀតផងខ្ញុំក៏យកល្ពៅនឹងមកធ្វើជាមួយនឹងបបរសាច់គោឲ្យអូនញ៉ាំសម្រាប់ម៉នួយមួយនេះគឺ protein boost តែម្ដងមកមានទាំងអស់គ្នាដោយសារនៅក្នុងម៉នួយយើងប្រើជាសាច់គោសាច់គឺជាប្រភពនៃ protein ហើយ protein នឹងអាចជួយរាងកាយរបស់អូនរឹងមាំសាច់ដុំរឹងមាំការលូតលាស់របស់អូនតាមស្តង់ដារត្រឹមត្រូវល្អចំណែកបន្លែល្ពៅរបស់យើងគឺសបោថាប្រយោជន៍ច្រើនមែនតើមកមានទាំងអស់គ្នាទីមួយយើងដឹងនៅក្នុងល្ពៅគឺសបោវីតាមីន A អញ្ចឹងវាជួយដល់រឿងភ្នែកហើយដែលសំខាន់គឺវាជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមជួយដល់សុខភាពបេះដូងហើយនឹងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមហារីកតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការទទួលទានល្ពៅគឺ improve ការគេងរបស់យើងធ្វើឲ្យការគេងរបស់យើងគេងស្កប់បានល្អសម្រាប់សាច់របស់យើងគឺខ្ញុំកិនមកមានទាំងអស់គ្នាឃើញកិនអត់ដល់10វិនាទីគឺមាត់ឈឹងតែម្ដងដោយសារកបិតរបស់យើងជាប្រភេទកបិត12ហើយគូតកៅរបស់យើងគឺជប់ជាប់បានល្អអញ្ចឹងអត់បារម្ភខ្លាចបាយទេសាច់គោដែលយើងកិនហើយនេះខ្ញុំប្រឡាក់ជាមួយម្សៅខ្ទឹមប្រើបានចាប់ពីអូន6ខែឡើងទៅហើយនេះគឺជាអត្ថប្រយោជន៍របស់ម្សៅខ្ទឹមអីដែលខ្ញុំចង់មកប្រាប់មកមានទាំងអស់គ្នាដែលទិញម្សៅខ្ទឹមហើយគាត់ឆ្ងល់ថាហេតុអីក៏ម្សៅខ្ទឹមរបស់គាត់កកតើវាខូចឬក៏នៅប្រើបែនដោយសារម្សៅខ្ទឹមរបស់យើងគឺធ្វើចេញពីខ្ទឹមសុទ្ធ100%មិនមានលាយម្សៅដូច្នេះហើយជាតិផ្អែមនៃខ្ទឹមធ្វើឲ្យម្សៅនឹងអាចរៀងកកតិចតួចប៉ុន្តែវាអត់ខូចទេមកមានទាំងអស់គ្នាអាចនៅបន្តប្រើបានធម្មតាអញ្ចឹងឥឡូវវិធីធ្វើក្នុងថ្ងៃនេះគឺខ្ញុំឆាសាច់ឆាអង្គឆាបន្លែចូលគ្នាឲ្យអស់ដើម្បីឲ្យចេញជាតិបានល្អបន្តមកទៀតទើបខ្ញុំដាក់ទឹករម្ងាស់វាប្រភេទសាច់គោសាច់ពណ៌ក្រហមគឺជាសាច់ដែលសម្បូរទៅដោយប្រូតេអ៊ីនហើយដែលសំខាន់គឺវាសម្បូរជាតិដែកមកមានទាំងអស់គ្នាដែលមានកូនឈឺស្លេកស្លាំងខ្វះជាតិដែកអាចបន្ថែមជាប្រភេទសាច់ពណ៌ក្រហមសុទ្ធផ្នែកក្រហមនិងបន្លែពណ៌បៃតងបានចំណែកអង្គថ្ងៃនេះគឺខ្ញុំប្រើជាអង្គចម្រុះដែលនៅក្នុងនោះមាន millet quinoa ជាមួយនឹងអង្គសម្រូបយើងនឹងឯងដោយសារវាមានលាយផ្សំជាមួយ quinoa ដូច្នេះហើយទៅធ្វើឲ្យអង្គរបស់យើងគឺសម្បូរអត្ថប្រយោជន៍នៃអាហារូបត្ថម្ភមែនតើជាពិសេសគឺសម្បូរទៅដោយប្រូតេអ៊ីនសម្បូរទៅដោយវីតាមីន B សម្បូរទៅដោយប៉ូតាស្យូមម៉ាញ៉េស្យូមជាតិដែកហើយនឹងផូស្វ័របើនិយាយពីផូស្វ័រគឺអត្ថប្រយោជន៍ច្រើនមែនតើជួយដល់រាងកាយជួយដល់ឆ្អឹងនិងធ្មេញជួយដល់ក្រលៀនជួយដល់សាច់ដុំជួយឲ្យមានកម្លាំងបន្តមកទៀតគឺជួយដល់ប្រព័ន្ធរំលាយអាហារជួយដល់អរម៉ូននៅក្នុងរាងកាយហើយនឹងជួយដល់ខួរក្បាលផងដែរចំណែកប៉ូតាស្យូមគឺវាជួយទៅលើរឿងឆ្អឹងនៅក្នុងវ័យនេះអូនត្រូវការផ្លាស់ប្ដូរទម្រង់អាហារហើយក៏អូនត្រូវការរសជាតិថ្មីដែរអញ្ចឹងមកមានទាំងអស់គ្នាអាចបន្ថែមជាម្សៅស៊ុបទៅឲ្យគាត់បានសម្រាប់ម្សៅស៊ុបដែលខ្ញុំប្រើនៅក្នុងថ្ងៃនេះគឺជាម្សៅស៊ុបមាន់ការ៉ុតពិសេសដែលនៅក្នុងនោះមានសាច់មាន់រហូតដល់ទៅ 30% អញ្ចឹងធ្វើឲ្យបបរឬក៏ស៊ុបរបស់យើងមានរសជាតិកាន់តែឆ្ងាញ់ហើយខ្ញុំបន្ថែមជាមួយនឹងម្សៅប្រូតេអ៊ីនទៅក្នុងអាហាររបស់កូនដែរពេលដែលនិយាយដល់ម្សៅប្រូតេអ៊ីននោះមមីខ្លះគាត់ឆ្ងល់ថាអញ្ចឹងបងខ្ញុំឮតែគេអ្នកហាត់ប្រាណទៅគេប្រើម្សៅប្រូតេអ៊ីនហើយកូនតូចយើងចាំបាច់ត្រូវប្រើម្សៅប្រូតេអ៊ីនដែរបងសម្រាប់ម្សៅប្រូតេអ៊ីននេះខ្ញុំប្រើតាំងពីកូនទី1មកមានទាំងអស់គ្នាអត្ថប្រយោជន៍របស់វាច្រើនមែនតើវាជាប្រភេទ plant based protein ជួយដល់ប្រព័ន្ធរំលាយអាហារជួយដល់សុខភាពបេះដូងជួយឲ្យរាងកាយអូនរឹងមាំហើយសម្រាប់អ្នកដែលគាត់ប្រើហើយគឺគាត់ទិញប្រើហើយទិញប្រើទៀតរហូតដល់កូនគាត់ធំរហូតដល់គាត់ប្រើខ្លួនឯងដល់ថ្នាក់មកមីខ្លះដែលគាត់មិនបើកដោះកូនក៏គាត់ទិញម្សៅប្រូតេអ៊ីនយើងយកទៅប្រើដែរចំណែកបន្លែបៃតងខ្ញុំប្រើជាសារាយនេះគឺជាប្រភេទសារាយវ៉ាកាម៉ាដែលត្រាំទឹកទៅរីកយើងអាចហៅថាសារាយត្រាំរីកក៏បានតែឈ្មោះគេគឺសារាយវ៉ាកាម៉ានៅក្នុងសារាយគឺសម្បូរសារធាតុអ៊ីយ៉ូតក៏រាងកាយអូនតូចត្រូវការដែរយើងអត់អាចយកសារធាតុអ៊ីយ៉ូតពីអំបិលមកឲ្យអូនញ៉ាំបានទេដោយសារកលៀនអូននៅតូចតម្រងនោមអូននៅខ្ចីមិនអាចរំលាយសារធាតុទាំងអស់នឹងបានទេអញ្ចឹងហើយយើងអាចសំយោគយកសារធាតុអ៊ីយ៉ូតពីក្នុងសារាយពីក្នុងគ្រឿងសមុទ្រអីជាដើមឡែកមិនដែរមើលសម្រស់បបរគេផងគួរឲ្យចង់ញ៉ាំទេសម្រាប់ប្រេងនេះខ្ញុំបន្ថែមជាប្រភេទប្រេង Perilla ដោយសារវាសម្បូរទៅដោយ Omega 369 ជួយដល់ការលូតលាស់ខួរក្បាលនិងជួយដល់ភ្នែកឥឡូវមកមើល BA របស់យើងតើគាត់ព្រមញ៉ាំបបរនឹងទៀតទេទាំងដែលគាត់ធំហើយសរុបទៅទោះបីបបរនេះធ្វើសម្រាប់អូនតូចក៏អូននឹងញ៉ាំបានដែរដោយសារអូននៅតែញ៉ាំគ្រឿងទេសកូនក្មេងដដែលទេរាល់ថ្ងៃហ្នឹង BA ចេញពីរៀនឃ្លានឥឡូវអូនពងញ៉ាំអីញ៉ាំបបរខ្លុំហ៎ញ៉ាំបបរវីដេអូនេះនាំមកជូនដល់ហាងកូនដំរីអរគុណសម្រាប់ការទស្សនា